ទឹកម្ជូរព្រឹកមួយមុខនេះមិនត្រឹមជាភេសជ្ជៈដ៏ផ្អែមឆ្ងាញ់ទេហើយថែមទាំងជំនួយដល់សុខភាពទៀតផងបងប្អូនជួយដូចយើងមានអាការៈដូចជាសម្ពាធឈាមយើងដើរអត់ស្រួលអញ្ចឹងបងប្អូនហើយមានជំងឺបេះដូងហើយមួយទៀតហ្នឹងគឺពោះវៀនយើងដូចថាយើងទល់លេងមួកយើងដើរអត់ស្រួលទៅយើងញ៉ាំទឹកហ្នឹងទៅគឺវាអាចជួយដែរអញ្ចឹងបងប្អូនដោយសារម្ជូរព្រឹកមួយមុខនេះគឺមានសារជាតិវីតាមីន C ច្រើនអញ្ចឹងមានជាតិជូរអញ្ចឹងបងប្អូននេះដោយសារផ្លែច្រើននេះខ្ញុំបេះមកក៏ធ្វើវីដេអូចាញ់លេបងប្អូនមើលទៅហើយនេះបេះយកទៅគ្រាប់ចាញ់យើងយកទៅសម្បកវាមកយើងដាក់ត្រាំទឹកអញ្ចឹងបងប្អូនចាបន្ទាប់ពីត្រាំរួចហើយគឺយើងយកទៅលាងទឹកលាងឲ្យស្អាតទៅគឺយើងចង់ហាលឲ្យស្ងួតក៏បានហើយយើងដាំស្រស់ក៏បានដែរបងប្អូននេះខ្ញុំដាក់ហាលខ្លះហើយក្នុងមួយកូនចាននេះគឺនេះខ្ញុំដាក់ដាំទឹក1លីត្របងប្អូនដើម្បីយើងធ្វើទឹកយូរអញ្ចឹងបងប្អូនដាំឲ្យស្ទង់10នាទីគឺចឹងនិយាយថាចេញជាតិចេញពណ៌ឲ្យបងប្អូនយើងក៏ត្រងកាក់ចេញបន្ទាប់ពីត្រងកាក់ហើយគឺយើងដាក់ស្ករទៅនេះខ្ញុំសាំអាម៉ាទេគឺភ្លក់មើលតាផ្អែមល្មមគឺនេះខ្ញុំយកហើយក៏លួចអំបិលបន្តិចបងប្អូនយើងតម្រូវរសជាតិយើងចង់បានទៅព្រោះដោយសារយើងត្រូវយកមកដាក់ទឹកកកទៀតយើងដាក់រៀងផ្អែមបន្តិចមកបងប្អូនអូយចង់និយាយថារសជាតិជូរផ្អែមត្រជាក់អូយឆ្ងាញ់ណាស់បងប្អូនហើយនេះនៅសល់គឺនេះខ្ញុំដាក់ក្លាសេក្នុងទូទឹកកកទៅពេលយើងចង់ញ៉ាំយើងយកមកចាក់លីទៀតមក